របៀប install mail server ដោយសិក្សាទៅលើ program mdaemon ទី1គឺយើងទៅមើលពេលវេលានិងថ្ងៃខែឆ្នាំឲ្យបានតាមត្រូវសិនជៀសវាងនឹងកាយ spy អញ្ចឹងនេះគឺវាទៅក្នុងឆ្នាំ2004នេះអញ្ចឹងគឺយើងជ្រើសរើសយកថ្ងៃខែឆ្នាំបច្ចុប្បន្នឆ្នាំ2006ខែ8ថ្ងៃទី25វេលាម៉ោងបាទ apply អូខេបន្តមកទៀតយើងចាប់ដើម install program mail server តែម្ដងmdaemon mail server version 8ចឹងកន្លែងនេះគឺជាទីតាំងគឺ C mdaemon គឺ part របស់វាចឹងនៅពេលដែលយើង backup mail server ទាំងមូលគឺយើងទៅ copy folder ដែលក្នុង drive C នឹងយកតែម្ដងចឹងនេះគឺជា default របស់វាតែម្ដងខ្ញុំមិនចាំបាច់ដូរទេត្រង់កន្លែងនេះ license name ដាក់ឈ្មោះអីក៏បានសំខាន់គឺកន្លែង registration key នេះយើងដាក់ key បើសិន key នេះវាប្រើបានតែ30ថ្ងៃទេចឹងយក key crack របស់វាចឹង unlimit user គ្រប់ user យើងបង្កើតបានរាប់រយ user កំណត់ user តោះនេះប្រើបានតែ2ឆ្នាំទេ expire ហើយចឹងចេញ generateចឹងនៅត្រង់កន្លែង domain name នេះគឺយើងដាក់ឈ្មោះ domain ដែលយើងបានទៅ register ជាមួយនឹង ISP មានន័យថាយើងយក domain ទៅទិញ domain មួយគេឬក៏យើងយក domain ដែលឲ្យគេ register ឲ្យនៅក្រុមហ៊ុន ISP ឬក៏ post presony តែម្ដងចឹងកន្លែងនេះយើងមិនតាន់ចាំបាច់កំណត់ទេចាំយើងទៅ configure នៅលើ mdaemon mail server តែម្ដងចឹងចុច next ចឹងកន្លែងនេះបើយើងដាក់ឈ្មោះមួយសម្រាប់ជា post master របស់ email ចឹងខ្ញុំឧទាហរណ៍ចឹងកន្លែងនេះបើសិនយើងដាក់ password ទៅ3គឺវាអត់ទៅទេចឹងយ៉ាងហោចណាស់ក៏យើងដាក់6 7ដែរត្រង់កន្លែង primary DNS IP address និង backup DNS IP address នេះគឺជា IP របស់ ISP គេផ្ដល់ឲ្យមានន័យថាគឺជា DNS របស់ ISP ដូចជាក្រុមហ៊ុន online Telesoft ឬក៏ Citilink ជាដើមចឹងកន្លែងនេះមិនបាច់កំណត់ទេចាំយើងទៅកំណត់នៅត្រង់ក្នុង mdaemon ក្រោយនៅត្រង់ primary អ
នេះគឺជាផ្ទាំង program របស់ on-demand mail server តមកទៀតយើង copy file crack របស់វាមួយ activate របស់ program ហ្នឹងតែម្ដងដល់ Ctrl C on-demand app នេះគឺជា file crack របស់វាតមកខ្ញុំចាប់ដើម install program ដែលតទៅនឹង program mail server ដែលតទៅនឹង web admin program web admin នេះមានតួនាទីសម្រាប់ remote មកចូលនៅក្នុង mail server ពីចម្ងាយដើម្បីមកកែប្រែនៅក្នុង program on-demand mail server យើងចាំ install លើវាចឹងនៅក្នុង program web admin នេះគឺវា run នៅលើដោយប្រើ port 1000 យើងអាចកែ port នឹងបានតែ default វាយើងមិនចាំកែទេចឹងខ្ញុំសូមបើក program on-demand mail server ចឹងកន្លែងនេះគឺវិធី enable web admin ត្រង់កន្លែងនេះគឺ enable antivirus ប៉ុន្តែវា select មានថា វា disable ចឹងមានថាកន្លែងហ្នឹងគឺយើងអត់ទាន់ install program antivirus ដែលសម្រាប់ program on-demand mail server ទេខ្ញុំ select វាអត់ឲ្យយើងចុចទេចឹងខ្ញុំចាប់ដើម install program antivirus ដែលតទៅនឹង mail server antivirus for on-demandចឹងត្រង់កន្លែងនេះគឺវាយើង tick ហើយជំនាញនេះគឺវាឲ្យយើង update ទៅអ៊ីនធឺណិតចឹងយើងមិនចាំបាច់ update ទេបើសិនយើងមានអ៊ីនធឺណិតយើង update វាតែម្ដងបើយើងអត់មានអ៊ីនធឺណិតទេយើងមិនចាំបាច់ update ទេ cancel ចោលGrowware នេះសម្រាប់ support ឲ្យ mail server ដែលទៅក្នុង Microsoft Outlook វាផ្សាយលឿនអញ្ចឹងក្រោយពីយើងបាន install mail server គឺវាស្ថិតនៅក្នុង taskbar ក្រោមនេះដែលមានរូបសញ្ញាស្រោមសម្បត្តិពណ៌សអញ្ចឹងយើង double click លើវានេះគឺជា program ដែលតកតងគេហៅថាសម្រាប់ដឹងជូន mail server អញ្ចឹងក្នុងការដំឡើង mail server ដែលសិក្សាទៅលើ program on demand ត្រូវបានបញ្ចប់